សម្រាប់បងបងដែលបានទិញចក្រានអគ្គិសនីម៉ូតនេះទៅប្រើហើយបងបងរបៀបប្រើបងបងដោតខ្សែភ្លើងហើយអាចប៉ះកន្លែងនេះបិទបើកដំណើរការប៉ះមួយបើកដំណើរការហើយបងបងអាចប៉ះទៅលើរូប function នេះរូបសញ្ញាម្រាមដៃនេះដើម្បីជ្រើសរើសមុខងារប៉ះមួយមកវាលោតមកកន្លែងភ្លើង hotpot នេះស្រាប់តែម្ដងបងបងអាចប្រើតែប៉ុណ្្នឹងក៏បានដែរគ្រាន់តែយើងអាចដំឡើងនិងបន្ថយភ្លើងបាននៅកន្លែងសញ្ញាបូកដកនេះណាបងបងអញ្ចឹងភ្លើងអស់ធំបានដល់ទៅ 2000 វ៉ាត់ហើយបន្ថយភ្លើងអស់តូចត្រឹម 100 វ៉ាត់ភ្លើងជាទូទៅសម្រាប់ស្លឆាចៀនបងប្រើត្រឹម 1600 វ៉ាត់និងបន្ថយភ្លើងនៅពេលដែលម្ហូបចិត្តឆ្អិនណាបងប្រើភ្លើងតែប៉ុណ្្នឹងគឺឆ្អិនល្អហើយធ្វើម្ហូបបានទាន់ចិត្តហើយចង់ឈប់ប្រើបងគ្រាន់តែប៉ះមួយទៀតដើម្បីបិទដំណើរការចេញអក្សរហតនេះបានន័យថាចក្រានបិទដំណើរការហើយគ្រាន់តែបញ្ជាក់ជូនបងថានៅក្នុងកងរង្វង់ហ្នឹងគឺចក្រានកំពុងក្តៅក្នុងកងរង្វង់នេះកំពុងតែក្តៅបងអាចយកដៃទៅប៉ះបានទេប៉ុន្តែបរិវេណជុំវិញហ្នឹងគឺអត់អីទេបងប៉ះបានធម្មតាវាអត់ក្តៅដល់ទេវាក្តៅទៅក្នុងកន្លែងកងរង្វង់ហ្នឹងតែប៉ុណ្ណោះបន្ថែមពីនឹងទៀតខ្ញុំចង់បង្ហាញកន្លែង function ខាងលើនេះជូនបងដោយសារតែវាមកដល់ទៅ6រូបណាអញ្ចឹង6រូបហ្នឹងបងអាចប៉ះម្ដងទៀតនេះប៉ះ function នេះវាលោតមកមុខងារឆាចៀននេះវាកំណត់ជូនបងស្រាប់ 2000 វ៉ាត់បងអាចបន្ថយភ្លើងបានដោយខ្លួនឯងនិងដំឡើងភ្លើងបានដោយធម្មតាចុចមកទៀតមកចុចមកដល់កន្លែង BBQ នេះគឺវាកំណត់ជាអង្សាសេវិញបងឲ្យតែឃើញលេខ0តូចមួយនៅចិត្តលេខយើងធម្មតាហ្នឹងអាហ្នឹងគឺជាអង្សាសេហើយភ្លើងអស់ធំបានដល់ទៅ650អង្សានិងភ្លើងតូចជាងគេបំផុត60អង្សាបងអញ្ចឹងមកបងទិញចក្រាននេះទៅប្រើបងចង់ប្រើជាអង្សាក៏បានប្រើជាវ៉ាត់ក៏បានហើយបងអាចដំឡើងនិងបន្ថយភ្លើងបានធម្មតានៅលើចក្រាននេះក៏មានមុខងារកំណត់នាទីបិទដោយសារប្រវត្តិដែរអញ្ចឹងបងអាចប្រើប្រាស់បានដោយចុចទៅលើរូបនាឡិកានេះណាបងប៉ះទៅលើរូបនាឡិកាហ្នឹងហើយបងអាចដាក់នាទីបាននេះ10នាទីអញ្ចឹងខ្ញុំសូមធ្វើជាឧទាហរណ៍ដាក់5នាទីដើម្បីបិទដោយសារប្រវត្តិអញ្ចឹង5នាទីក្រោយវានឹងបិទជុំបងតែម្ដងប៉ុន្តែបើសិនជាបងអត់ចង់ប្រើមុខងារនឹងទេអាចប៉ះទៅលើរូបនាឡិកានឹងម្ដងទៀតដើម្បីផ្ដាច់ដំណើរការទៅវិញក្រៅពីហ្នឹងនៅលើចក្រានហ្នឹងក៏មានមុខងារសម្រាប់ lock sound ដែរការពារកូនក្មេងមកចុចលេងណាបងអញ្ចឹងបងចង់ lock sound បងគ្រាន់តែប៉ះទៅលើរូប sound នឹងប្រហែលជា 2-3 second អញ្ចឹងចេញសញ្ញានេះបានន័យថាជាប់ lock ហើយប៉ះបជាកន្លែងផ្សេងគឺអត់ទៅទេណាបងអញ្ចឹងបងចង់ដោះ lock នឹងវិញគ្រាន់តែប៉ះលើរូប sound នឹងវិញម្ដងទៀត 2-3 second វានឹងផ្ដាច់ដំណើរការទៅវិញហើយអាចដំឡើងនិងបន្ថយភ្លើងបានធម្មតាអញ្ចឹងនៅពេលដែលបងចង់ឈប់ប្រើគ្រាន់តែប៉ះទៅលើកន្លែងបិទបើកនេះម្ដងទៀតគឺបិទដំណើរការតែម្ដងចក្រានអគ្គិសនីនេះគឺជាប្រភេទចក្រានប្រើអត់រើសឆ្នាំងបងចង់ប្រើជាមួយឆ្នាំងអីក៏បានខ្ទះអីក៏បានឲ្យតែផ្ទៃបាតរាបស្មើគឺអាចប្រើប្រាស់បានកញ្ចក់ផ្ទៃចក្រានទាំងអស់នេះគឺមាំល្អប្រើប្រាស់មានសុវត្ថិភាពហើយក៏មានថែមឆ្នាំងមួយជួយបងទៅជាមួយដែរបង